អូខេ episode 13តើខ្ញុំជាមនុស្សអាក្រក់ឬទេដែលបានឆែកទូរស័ព្ទមិត្តប្រុសរបស់ខ្ញុំហើយដឹងថាគាត់បានកុហកខ្ញុំអ្នកទាំងអស់គ្នា episode នេះខ្ញុំមានរឿងត្រូវនិយាយច្រើនហើយខ្ញុំក៏ចង់ឮពីអ្នកទាំងអស់គ្នាវិញដូចគ្នាថាបើជាអ្នកទាំងអស់គ្នានឹងធ្វើម៉េចសាច់រឿងប្រហែលជា1ខែមុនមិត្តប្រុសរបស់ខ្ញុំបានចេញដំណើរកម្សាន្តបែបការងារជាមួយមេរបស់គាត់និងមិត្តរួមការងារផ្សេងទៀត business trip គេណាអំឡុងពេលដំណើរកម្សាន្តហ្នឹងមេរបស់គាត់ចង់ទៅ strip club សូមបើកមុខកញ្ចក់តិចសម្រាប់អ្នកដែលគាត់អត់ស្គាល់ strip club ហ្នឹងគេហៅថា club អត់ពាក់កៅអៅណានិយាយប៉ុណ្្នឹងយល់ទេមិត្តប្រុសរបស់ខ្ញុំបានប្រាប់ខ្ញុំដែរហើយខ្ញុំក៏បានប្រាប់គាត់ថាខ្ញុំអត់សំណុកចិត្តនឹងឲ្យគាត់ទៅទេអាហ្នឹងវាជាការគិតផ្ទាល់ខ្លួនរបស់ខ្ញុំមានអារម្មណ៍ថាចម្លែកបើសិនជាដៃគូរបស់ខ្ញុំមើលទៅអ្នកផ្សេងក្នុងកលៈទេសៈបែបហ្នឹងមិត្តប្រុសរបស់ខ្ញុំនិយាយដែរថាគាត់យល់ស្របគាត់ក៏ចង់ទៅដូចគ្នាអញ្ចឹងគាត់ជាមួយអ្នកផ្សេងទៀតទៅ club ធម្មតាហើយនឹងប្រហែលអ្នកផ្សេងទៀតទៅ strip club ជាមួយមេចោះខ្ញុំក៏មិនបានគិតអីទៀតដែរព្រោះជឿសម្ដីគាត់ទាំងស្រុងប៉ុន្តែឥឡូវនេះខ្ញុំបានកាន់ទូរស័ព្ទរបស់គាត់ចុចមើលរូបថតធម្មតាស្រាប់តែប៉ះដៃចូលទៅកន្លែង message ឃើញគាត់បាននិយាយទៅកាន់មិត្តភក្តិម្នាក់ទៀតថាមេរបស់គាត់បានឲ្យគាត់ take lap dance សម្រាប់អ្នកអត់ស្គាល់ខ្ញុំនិយាយស្រួលយល់ទៅអ្នកនរគ្នាដែលឃើញក្នុងរឿងឬក៏អីទេថាដូចឃើញមនុស្សប្រុសគាត់អង្គុយកៅអីធម្មតាហើយទៅមានមនុស្សស្រីជាពាក់ bikini ឬក៏អីអ្នកខ្លះពាក់កៅអៅអីចឹងណាគេមករាំលើផ្លូវតែគេអត់បានធ្វើអីលើសពីហ្នឹងឯងគេគ្រាន់តែស្រីហ្នឹងមករាំនៅលើផ្លូវអីចឹងណាហ្នឹងឯងគេហៅ lap dance តទៀតឥឡូវនេះខ្ញុំលែងច្បាស់ថាអ្វីពិតអ្វីមិនពិតទៀតហើយខ្ញុំក៏សម្រេចចិត្តចូលឆែកទូរស័ព្ទរបស់គាត់ទាំងស្រុងតែម្ដងដើម្បីរកផុសតាងណាមួយឲ្យច្បាស់ថាគាត់ពិតជាបានធ្វើវាមែនប៉ុន្តែអត់ឃើញមានរូបថតអីទាំងអស់ឥឡូវនេះតើខ្ញុំគួរធ្វើបែបណាខ្ញុំមិនខ្វល់ទេថាគាត់ទៅ strip club ឬក៏អត់ឥឡូវនេះអ្វីដែលសំខាន់គឺគាត់បានកុហកខ្ញុំហើយខ្ញុំអត់មានផុសតាងថាគាត់ទៅមែនឬមិនមែនឃើញតែ message មួយនឹងគាត់ខ្ញុំមកចង់ទៅរករឿងគាត់ដៃទៅទេគ្មានផុសតាងតើខ្ញុំគួរតែបំភ្លេចវាចោលឬមួយក៏សួរនាំគាត់ឲ្យច្បាស់ជួយផង top comment girl you're not the asshole message មួយហ្នឹងគឺផុសតាងគ្រប់គ្រាន់ហើយមេខ្ញុំឲ្យខ្ញុំធ្វើចុះខ្លួនឯងហ្នឹងអត់ចេះនិយាយថាទេចុះ comment បន្ទាប់អ្នកមិនអាក្រក់ទេអ្នកមានការសង្ស័យហើយចេញមកវាត្រូវមែនការលបមើលវាមិនល្អមែនប៉ុន្តែអ្នកមានហេតុផលគ្រប់គ្រាន់នឹងធ្វើវាអូខេចូលមកដល់ការគិតរបស់ខ្ញុំគិតដូច OP ដែរឥឡូវហ្នឹងវាលេងសំខាន់ទៀតហើយថាគាត់ទៅមិនទៅសំខាន់គឺគាត់បានកុហកបើសិនជាខាងប្រុសហ្នឹងនិយាយថាអូ it's a white lie កុហកដោយសារតែអត់ចង់ឆ្លោះកុហកដោយសារតែអត់ចង់ឲ្យពិបាកចិត្តអីចឹងចឹងបើដឹងថាគេអត់ពេញចិត្តគេពិបាកចិត្តគេខឹងអីចឹងយើងទៅធ្វើអីខ្ញុំយល់ខាងការងារខ្ញុំយល់ថាមេតែដល់នេះខ្ញុំជឿហ្មងថាមិនមានតែខ្ញុំទេអាការកុហកហ្នឹងតែយើងដឹងម្ដងហើយតែគេកុហកហើយលើក្រោយគឺយើងលែងជឿហើយ the trust is broken ហើយlike វាទៅចឹងហ្មងណាវាពិបាកខ្ញុំមិនដឹងថាទៅធ្វើមិនដូចគ្នាហើយបើជាអ្នកនរគ្នានឹងធ្វើមិនបែកគ្នាដោយសារតែរឿងប៉ុណ្ណឹងក៏វាមិនសមហេតុផលតែគ្រាន់តែថាវារៀងល្អចឹងណាមេហ្នឹងក៏អញ្ចឹងទៀតការគិតរបស់ខ្ញុំទៅលើមេហ្នឹងណាអានេះខ្ញុំវាមិនដឹងថាគេមានអត់ទេតែនេះយើងនិយាយទៅតាមអ្វីដែលយើងបានអានទាំងអស់គ្នាហ្នឹងខ្ញុំនិយាយមកស្ងួតហ្មងខ្ញុំគិតថាមនុស្សប្រុសដែលតើតែចាំបាច់ experience ចឹងតើទៅកន្លែងចឹងបានសុបាយបានរោសេចក្តីសុខឃើញគឺជាមនុស្សដែលគួរឲ្យអាណិតបំផុតព្រោះអី like you imagine ណាគាត់នៅផ្ទះគាត់មិនគាត់ lonely ខ្លាំងហ៎គាត់អត់មានសេចក្តីសុខខ្លាំងហ៎ប្រពន្ធកូននឹងអត់ធ្វើឲ្យគាត់សុបាយចិត្តសោះហ្មងគ្រួសារគាត់មិន like គាត់ខ្វះអីមួយក្នុងជីវិតហ្មងបានគាត់តទៅកន្លែងចឹងបានគាត់រោសេចក្តីសុខឃើញសុបាយចិត្តឃើញអត់គួរអាណិតអត់ចឹងសម្រាប់ខ្ញុំអាចនិយាយថាខឹងក៏ថាបានអាចនិយាយថាអាណិតក៏ថាបានអានេះមកពីខ្ញុំធ្លាប់រៀន psychology ដឹងចឹងយើងវា sympathize មួយគេណាយើងវាអាណិតគេនេះព្រោះយើងវាយល់ពេកចឹងណាអាហ្នឹងខ្ញុំនិយាយមែនទេណាខ្ញុំមិននិយាយឌឺខ្ញុំអាណិតហ្មងខ្ញុំឃើញអញ្ចឹងពីដូចខ្មែរយើងគៀកកស្រីគៀកអីបានសុបាយបានអីចឹងគឺ poor things you poor things គួរអាណិតខ្លាំងណាបាទខ្ញុំនិយាយចេះនិយាយហ្នឹងនិយាយថាមិនអីខ្ញុំយករឿងហ្នឹងមកនិយាយដោយសារតើអត់ដឹងតែទៅធ្វើមិនហ្នឹងអញ្ចឹងអ្នកនរគ្នាមានអីចាំជួយ comment នៅនឹងផងចាំជួបគ្នានៅ episode ក្រោយទៀតបាយ